Ok, sửa đấy cái chia sẻ cùng một bộ đặc điểm mà can video thay mấy ngày nay cái nhóm miền MacBook Pro P19 cho mà chạy lại cái bộ đặc điểm hayในក្នុង video នេះសម្រាប់បងប្អូនដែលចង់ទិញ MacBook Pro ខ្ញុំសូម recommend មួយចំនួនដែលជាគេហៅថា tips សម្រាប់បងប្អូនដែលចង់ទិញ MacBook Pro ណាអញ្ចឹងបងប្អូនឃើញនេះគឺជារូបរាង MacBook Pro 2019ទំហំ16 inch គឺធំមែនទែនបងប្អូនអរគ្នាគឺធំខ្លាំងបាទប៉ុន្តែក្នុងករណីដែលយើងប្រើអេក្រង់ធំអញ្ចឹងវាងាយស្រួលក៏ដូចជាពិសេសមែនទែននៅក្នុងការប្រើប្រាស់ក៏ប៉ុន្តែខ្ញុំចង់ចែកម្លែកបងប្អូនទាំងគ្នាបន្តិចតាក់ទងជាមួយនឹង CPU Intel របស់ Apple ណាដែលប្រើប្រាស់ CPU Intel គឺក្តៅមែនទែនបងប្អូនទាំងគ្នានៅពេលដែលយើងធ្វើការប្រើប្រាស់គឺក្តៅមែនទែនអញ្ចឹងវិធីសាស្ត្រក្នុងក្នុងការដោះស្រាយគឺបងប្អូនត្រូវ reset កុំព្យូទ័រនឹងម្ដងដើម្បីឲ្យវាដំណើរការស្រួលឡើងវិញព្រោះដោយសារនៅពេលដែលបងប្អូនទាំងគ្នាធ្វើការប្រើប្រាស់យូរហើយអត់ដែល reset វាគឺវាមានបញ្ហាទៅជាមួយនឹងការក្តៅវាឆាប់ក្តៅទៅលើ CPU ណាអញ្ចឹងដូចកុំព្យូទ័រនេះជាដើមអញ្ចឹងនៅពេលដែលយើងធ្វើការចាប់ផ្ដើមប្រើប្រាស់គឺវាក្តៅមែនទែនបងប្អូនទាំងគ្នាគឺវាចាប់ផ្ដើមលាន់ដង្ហើមខ្លាំងក៏ដូចជាឡើងកម្ដៅខ្លាំងយកតែមែនទែនហើយអាហ្នឹងមូលហេតុដែលក្តៅហ្នឹងគឺវាមកពី CPU របស់ Intel បងប្អូនអញ្ចឹង CPU Intel គឺក្តៅមែនទែននៅលើប្រភេទ MacBook ហ្នឹងបើចាប់ពី M1 ដែលជា chip របស់ Apple ហ្នឹងគឺអត់មានបញ្ហាក្តៅទេវាក្តៅដែរគ្រាន់តែក្តៅនៅក្នុងកម្រិតមធ្យមវាអត់ខ្លាំងដូចប្រភេទ CPU Intel ណាហើយទៅជាមួយនឹង CPU Intel របស់ Apple ហ្នឹងផងដែរនៅពេលដែលយើងធ្វើការប្រើប្រាស់វាហូបថ្មមែនតើបងប្អូនទាំងនេះអត់ដឹងមូលហេតុអីទេវាហូបថ្មដោយសារតែ CPU វាធ្វើការខ្លាំងឬក៏វាក្តៅខ្លាំងអីទៅវាឆាប់ស៊ីថ្មដែរដូច MacBook នេះជាដើមគឺថ្មវាធំមែនតើហើយយើងអត់សមាមាត្រគ្នាទេព្រោះថ្មវាក៏ដូចជាអេក្រង់វានិងម៉ាស៊ីនរបស់វាគឺវាសមរម្យហើយគ្រាន់ថាថ្មរបស់វាគឺវាសអៀងលឿនដោយសារតែយើងប្រើទៅវាឆាប់ក្តៅអញ្ចឹងណាអញ្ចឹងដើម្បីដោះស្រាយនៅបញ្ហាឆាប់ក្តៅគឺបងប្អូនទាំងគ្នាគួរតែ reset ជាមួយនឹង MacBook នឹងចេញម្ដងបងប្អូនទាំងគ្នាអញ្ចឹងបងប្អូនអាចធ្វើការ reset វាម្ដងទៅដើម្បីឲ្យវាដំណើរការឡើងវិញស្រួលអញ្ចឹងខ្ញុំក៏ប្រាប់ spec ទៅកាន់បងប្អូនទាំងគ្នាដែរឆ្លៀតឱកាសពេលនេះនេះគឺជា MacBook Pro ឆ្នាំ2019មានអេក្រង់រហូតដល់16 inch storage របស់វាឬក៏យើងហៅថាទំហំ memory របស់វាគឺ 512GB ហើយ RAM គឺ16 GB ហើយសម្រាប់ MacBook គឺមាន RAM រហូតដល់3ទំហំមាន4បងប្អូនទាំងគ្នាមាន 8GB 16GB 32ក៏ដូចជា 64GB 64GB នេះគឺ spec កប់ជាងគេហើយនេះគឺមាន VJ ដាច់យើងអាចយកវាមកកាត់តវីដេអូ design រូបភាពអីបានមួយអែមគ្រាន់តែវាអត់ដល់កម្រិតមួយដែលយើងអាចប្រើប្រាស់ការងារធំបានទេដូចជា design អីគឺយើងអាចធ្វើការប្រើក្នុងកម្រិតមួយដែលគេហៅថា high quality បានទេហើយក្នុងករណីដែលបងប្អូនទាំងគ្នាធ្វើការប្រើប្រាស់2019វាមកល្មមតែម្ដងសម្រាប់ការកាត់វីដេអូនៅក្នុងពេលបច្ចុប្បន្ននេះមកល្មមអញ្ចឹងវីដេអូនេះគឺមានប៉ុណ្្នឹងទេបើសិនជាបងប្អូនចង់ដឹងអីបន្ថែមទៅដល់ជាមួយនឹង MacBook អាច comment នៅខាងក្រោមបានខ្ញុំនឹងចែកម្លែកទៅកាន់បងប្អូនទាំងគ្នានៅវីដេអូក្រោយអរគុណសម្រាប់ការតាមដានទស្សនាបងប្អូនទាំងគ្នា